និទានគំនិតលាក់ដំរេះចាស់តែនិយាយថាគ្រូខ្មែរយើងពីដើមមិនសូវចង់បង្រៀនវិជ្ជារបស់ខ្លួនឲ្យសិស្សគ្រប់យ៉ាងនោះទេខ្លាចក្រែងថ្ងៃក្រោយសិស្សទៅជាក្បត់ប្រើវិជ្ជាដែលខ្លួនបានបង្រៀនវាបកមកលើខ្លួនវិញលុះដល់ពេលគ្រូនោះស្លាប់ទៅគាត់យកវិជ្ជាដែលពុំបានបង្រៀននោះទៅជាមួយផងកូនខ្មែរពីមួយចំនួនទៅមួយចំនួនកាន់តែអន់ខ្សោយទៅរហូតមកដល់សពថ្ងៃរឿងនេះបើតាមមតិរបស់ខ្ញុំវិញខ្ញុំគិតថាវាអាចជាការពិតត្រឹមតែមួយភាគប៉ុណ្ណោះប៉ុន្តែអ្វីដែលជាភាពឆក់ល្វែងរបស់សង្គមខ្មែរយើងគឺយើងមិនសូវបាននិយមកត់ត្រាឬចងក្រងជាក្បួនតម្រាអ្វីឡើយប្រការនេះធ្វើឲ្យចំណេះដឹងដែលចាស់ធ្លាប់បានស្រាវជ្រាវរកឃើញច្រើនតែស្លាប់ទៅជាមួយម្ចាស់របស់ខ្លួនវិញហាងលក់ម្ហូបអាហារមួយកន្លែងមានបច្ចេកទេសធ្វើម្ហូបបានយ៉ាងឆ្ងាញ់ម្ចាស់ហាងធ្វើដោយផ្ទាល់ដៃខ្លួនឯងដោយលាក់មិនឲ្យអ្នកដទៃដឹងថាអាហារនោះធ្វើដូចម្ដេចទេច្រើនឆ្នាំកន្លងទៅហាងក៏ចាស់ឯម្ចាស់ក៏កាន់តែជ្រេឯក្បួនធ្វើម្ហូបដ៏មានឲ្យជាតិរសក៏ស្លាប់អន្តរធានជាមួយម្ចាស់របស់វាបាត់ទៅមានតម្រេះវិជាជាច្រើនរបស់ខ្មែរយើងបានស្លាប់ទៅជាមួយនឹងម្ចាស់អ្នកលាក់តម្រេះតែងអោបក្រសោបក្បួនតម្រាទុកសម្រាប់តែខ្លួនឯងព្រោះខ្លាចអ្នកដទៃគេធ្វើតាមហើយយកវិជានោះមកប្រកួតប្រជែងជាមួយខ្លួនរហូតដល់គាត់មានពាក្យស្លោកមួយទុកថាប្រយ័ត្នកំបិតចិត្តដងឯងនេះគឺជាការបង្ហាញអំពីការមិនទុកចិត្តមកលើអនុជនរបស់ខ្លួនសម្រាប់អ្នកគិតក្នុងផ្លូវល្អអ្នកមានគំនិតទូលំទូលាយគេពុំខ្លាចថាមានអ្នកណាមកប្រជែងនោះឡើយព្រោះការខ្លាចបែបនេះនឹងធ្វើឲ្យគេបាត់បង់ឱកាសក្នុងការពង្រីកមុខរបរសម័យអ៊ីនធឺណិតពុំមែនជាសម័យដែលគេត្រូវមើលអ្វីតែមួយជ្រុងនោះទេប្រសិនបើយើងរកឃើញអ្វីពិសេសដែលគេមិនទាន់រកឃើញយើងអាចចុះបញ្ជីកម្មសិទ្ធិបញ្ញារបស់យើងឬមួយបើកជាសាខាឲ្យបានច្រើនកន្លែងល្អជាជាងការរកស៊ីដែលបានមកពីតែមួយកន្លែងលោកយើងដែលគង់វង្សបានដោយសពថ្ងៃក៏ដោយសារតែចិត្តគំនិតដ៏ទូលំទូលាយរបស់មនុស្សនេះឯងបើគិតតែពីលាក់តម្រេះមិនព្រមផ្ទេរឲ្យក្មេងៗជំនាន់ក្រោយក្មេងៗនឹងទៅជាល្ងងប្រទេសនឹងសម្បូរទៅដោយមនុស្សល្ងងបើមានគ្រូឆ្លាតតែបែរជាលាក់តម្រេះគាត់នឹងត្រូវរស់ក្នុងពិភពដែលព័ទ្ធជុំវិញទៅដោយមនុស្សល្ងងតើគាត់ពិតជារស់បានដោយស្រួលមែនឬទេពិភពលោកដែលរីកចម្រើនបានដោយសពថ្ងៃគឺដោយសារតែបុព្វបុរសរបស់យើងមិនលាក់តម្រេះអ្វីដែលជាចំណេះដឹងមានប្រយោជន៍ត្រូវបានផ្ទេរបន្តពីសម័យមួយទៅសម័យមួយហើយត្រូវបានមនុស្សជំនាន់នីមួយៗកែលម្អឲ្យកាន់តែប្រសើរឡើងបន្តិចម្ដងក្នុងទីក្រុងភ្នំពេញយើងកំពុងតែរីករាលដាលនឹងនិយមទៅលើអ្វីមួយដែលជាម៉ាកយីហោរបស់បរទេសឬមួយហាងលក់ម្ហូបអាហារបរទេសដូចជាហាង pizza hamburger suki លាក់និងលាក់ប្រសិនបើមនុស្សភពផ្សេងវាមកធ្វើទេសចរកម្សាន្តលើផែនដីយើងនេះពេលត្រឡប់ទៅវិញគ្នាវាសួរថាលើផែនដីមានម្ហូបអីឆ្ងាញ់ទេឬវាប្រកាសជាឆ្លើយថាពួក pizza hamburger suki អីអស់នោះឯងតើវាជាការគួរសមដែរឬទេការពិតទៅមិនមែនដូច្នោះទាំងអស់ទេម្ជូរក្តាតកូនត្រីរបស់យើងក៏ឆ្ងាញ់ដែរទេតើគេសង់ពីរ៉ាមីតមហាកំពែងទូអេហ្វែលយើងក៏ធ្លាប់សង់ប្រាសាទអង្គរវត្តបានដែរគេអាចធ្វើអ្វីៗរបស់គេឲ្យល្បីបានយើងក៏អាចបង្កើតអ្វីជារបស់យើងឲ្យល្បីបានដែរឲ្យតែយើងតាំងចិត្តថាធ្វើឲ្យតែយើងមានស្មារតីសាមគ្គីកុំលាក់តម្រេះកុំបែងជើងដាក់គ្នា